នៅពេលដែលរួចខ្លួនក៏ប្រព្រឹត្តដដែលខ្ញុំបានលើកយកមកនិយាយអំពីវិធីដើម្បីនឹងបង្ក្រាប scammer នៅកម្ពុជាជាច្រើនដងរួចមកហើយគឺទី1ដែលត្រូវការរាជការធ្វើគឺរាជការឈប់សម្ដែងរាជការត្រូវមានគោលនយោបាយប្រសិទ្ធភាពដែលគោលនយោបាយនោះក្រោយពីតាក់តែងហើយត្រូវផ្សព្វផ្សាយគោលនយោបាយនឹងឲ្យអន្តរជាតិបានដឹងថាប្រទេសកម្ពុជារដ្ឋាភិបាលកម្ពុជាពិតជាចង់ដោះស្រាយអក្រិតកម្ម scammer នឹងបានបន្តមកទៀតក៏រៀបចំអង្គភាពដែលអង្គភាពប្រយុទ្ធប្រឆាំងនឹងបង្ក្រាប scammer នឹងគឺមានអង្គភាព